Bạnនៅក្នុងវីដេអូមុនគ្រូបានសិក្សារួចហើយរបៀបនៃការបញ្ចូលបន្ទុកគឺបញ្ចូលបន្ទុកយើងអាចបញ្ចូលអញ្ចឹងមកគឺវាចេញលទ្ធផលបែបហ្នឹងបាទចឹងវីដេអូនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបញ្ចូលអវត្តមានរបស់សិស្សចឹងដើម្បីធ្វើការបញ្ចូលអវត្តមានសិស្សឥឡូវខ្ញុំចុចត្រឡប់ក្រោយបាទត្រឡប់មកអញ្ចឹងដើម្បីធ្វើការបញ្ចូលគឺគ្រូបានចុចទៅលើខែណាដែលគ្រូចង់បញ្ចូលខែវិជ្ជាការគ្រូមើលកន្លែងអវត្តមានចុចទៅលើអវត្តមានហ្នឹងមកគឺវាលោតចូលមកដល់កន្លែងនេះអញ្ចឹងគ្រូអាចធ្វើការ zoom បានកន្លែងនេះឬក៏មើលទៅឃើញថាតូចពេកអាចគ្រូអាច zoom នៅខាងនេះមកបាននៅគ្នានេះបើ zoom នៅកន្លែងនេះមកប៉ុន្តែខ្ញុំដាក់ប៉ុណ្ណឹងដើម្បីងាយស្រួលក្នុងការមើលបន្តមកទៀតនៅក្នុងនេះខ្ញុំចំពោះអវត្តមាននេះគឺខ្ញុំស្រង់ជា2ពេលមានថាមួយថ្ងៃខ្ញុំស្រង់2ដងព្រឹកម្ដងល្ងាចម្ដងសម្រាប់កន្លែងដែល highlight ពណ៌ក្រហមនេះមានន័យថាជាថ្ងៃអាទិត្យអញ្ចឹងករណីដើម្បីគណនាថ្ងៃនេះបានត្រឹមត្រូវគ្រូអាចមកមើលកន្លែងនេះតើឆ្នាំនេះឆ្នាំប្រមាណឆ្នាំ2024ខែវិច្ឆិកាឆ្នាំ2024ឬឆ្នាំ2025អញ្ចឹងលោកគ្រូអាចធ្វើការដូរកន្លែងនេះដាក់ថា2025អញ្ចឹងកន្លែងនេះគឺវានឹងដូរបាទគឺវានឹងដូរថាថ្ងៃទី1គឺចំនឹងថ្ងៃសៅរ៍ដល់ពេលថ្ងៃអាទិត្យគឺថ្ងៃទី2អញ្ចឹងលោកគ្រូអាចផ្ទៀងផ្ទាត់មកនេះផ្ទៀងផ្ទាត់មកនេះថ្ងៃទី2គឺចំថ្ងៃអាទិត្យថ្ងៃទី3គឺចំថ្ងៃច័ន្ទអញ្ចឹងគ្រប់នៅពេលដែលគ្រូធ្វើការបញ្ចូលណាអវត្តមានគ្រូអាចមើលកន្លែងនេះឆ្នាំតើឆ្នាំហ្នឹងត្រូវហើយនៅបាទបន្តមកទៀតគ្រូអាចរើសមកតើឈ្មោះសិស្សណាខ្លះដែលអវត្តមានឧទាហរណ៍ណាខ្ញុំស្រង់ឧទាហរណ៍ថាសិស្សមួយនេះអវត្តមានអញ្ចឹងគាត់មានច្បាប់ឬក៏អត់ច្បាប់ពេលព្រឹកហ្នឹងឧទាហរណ៍គាត់បើអត់ច្បាប់ទេក៏ A ទៅបាទដល់ហើយឧទាហរណ៍ថាសិស្សផ្សេងទៀតបើសិនជាគាត់សុំច្បាប់អញ្ចឹងដាក់មក P តែប៉ុណ្្នឹងទេយើងបញ្ចូលតែប៉ុណ្្នឹងទេអញ្ចឹងកន្លែងនេះគឺវាសរុបកន្លែងនេះគឺ1មានន័យថាយើងយក1មានន័យថាឈប់ម្ដងគឺរាប់1ឈប់ម្ដងរាប់1អញ្ចឹងកន្លែងនេះពេលគាត់សុំច្បាប់ពេលគាត់អវត្តមានយើងមកមើលកន្លែងនេះគឺ1ដែរតែកន្លែងនេះឧទាហរណ៍ថាសិស្សទី1នេះគាត់ឈប់ម្ដងទៀតអវត្តសុំច្បាប់មើលកន្លែងនេះគឺ2ក៏មានច្បាប់1អត់ច្បាប់1មានច្បាប់1អត់ច្បាប់1កន្លែងហ្នឹងគឺវាដើរដោយសារកន្លែងយើងរាប់1តែករណីគ្រូចង់ដូរឲ្យវាថាឈប់ម្ដងរាប់តែកន្លែងអញ្ចឹងគ្រូអាចចុចត្រឡប់មកហើយចូលទៅកាន់ការកំណត់ហើយកន្លែងនេះបាទអវត្តមានរាប់កន្លះអញ្ចឹងស្មើ yes ពេលដែលស្មើ yes គ្រូចុចត្រឡប់ទៅវិញទៅចូលកន្លែងអវត្តមាននឹងដដែលអញ្ចឹងកន្លែងនេះគ្រូមើលគឺកន្លែងនេះមានន័យថាគាត់ឈប់ម្ដងថ្ងៃសៅរ៍គាត់អវត្តមានម្ដងដល់ពេលថ្ងៃច័ន្ទនេះគាត់អវត្តមានម្ដងទៀតគឺឈប់2ដងហើយតែម្ដងគឺយើងរាប់តែកន្លះទេអញ្ចឹងមានន័យថាកន្លែងនេះគឺមានច្បាប់កន្លះដងអត់ច្បាប់កន្លះដងសរុបនេះស្មើ1នេះគឺឈប់កន្លះបាទកន្លះតែខ្ញុំអត់កំណត់ចឹងទេខ្ញុំចង់យកជា1ទៅដល់ខ្ញុំស្រួលក្នុងការមើលបាទ1បាទនេះគឺប៉ុណ្ណឹងតមកទៀតឈ្មោះផ្សេងគ្រូបញ្ចូលធម្មតាមក1អវត្តមានបើអត់ច្បាប់គឺ A ហើយបើមានច្បាប់គឺ P តែករណីប្រសិនបើគ្រូចង់កំណត់ថាថ្ងៃបុណ្យចឹងកន្លែងនេះនៅខាងលើនេះគ្រូអាចបញ្ចូលមកឧទាហរណ៍ថាថ្ងៃអង្គារពុធនេះគឺថ្ងៃបុណ្យចឹងគ្រូអាចសរសេរអក្សរអីសម្គាល់ក៏បានឧទាហរណ៍ខ្ញុំដាក់លេខ1ក៏បានដែរចឹងកំណត់ថានេះថ្ងៃបុណ្យចឹងខ្ញុំដាក់មកថ្ងៃបុណ្យបាទនេះថ្ងៃបុណ្យមួយថ្ងៃហ្នឹងគឺបុណ្យអានេះដូចគ្នាកំណត់មកឧទាហរណ៍ថាដាក់អីក៏បានដែរសំខាន់ឲ្យតែជាអក្សរបាទថ្ងៃបុណ្យចឹងអានេះបុណ្យបាទបុណ្យចឹងមានថាហ្នឹងគឺជាថ្ងៃឈប់សម្រាកតែបើអត់ទេក៏ចង់ដាក់ក៏បានដែរលុបចោលទៅគឺធម្មតាគ្រាន់តែថាយើងអត់បំពេញទៅក៏បានដែរកន្លែងហ្នឹងអញ្ចឹងយើងត្រឡប់ទៅមើលកន្លែងបន្ទុកអញ្ចឹងដល់ពេលដែលយើងបន្ទាប់ពីយើងបញ្ចូលមកកន្លែងនេះវានឹងលោតមានន័យថាឈ្មោះ
ទី1ហ្នឹងគឺវា load អវត្តមានកន្លែងនេះ load អវត្តមានឲ្យយើងបង្ហាញថាកន្លែងហ្នឹងអវត្តមានប្រហែលអវត្តមានប្រហែលសរុបឲ្យយើងដើម្បីឲ្យយើងងាយស្រួលការមើលអស់សនេះខែហ្នឹងការសិក្សារបស់គាត់ល្អបាននិទេស A ប៉ុន្តែមើលអវត្តមានមកគាត់តើគាត់ឈប់ច្រើនឬក៏អត់អញ្ចឹងងាយស្រួលការមើលអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើលោកគ្រូថាកន្លែងនេះខាងក្រោមនេះគឺដូចគ្នាកន្លែងបញ្ចូលបន្ទុកបញ្ចូលវត្តមានខាងក្រោមនេះដូចគ្នាកន្លែងនេះមុខនេះដូចគ្នាលាក់ជួដេកបង្ហាញជួដេកនាំចេញជា PDF អានេះមានន័យថា save ជា PDF ណាកន្លែងនេះគឺមើលការបោះពុំអានេះគឺ select ទាំងអស់មានន័យថាយើងស្រួលការលុបតែអត់ទេបាទអត់ចាំបាច់លុបអីទេចូលអញ្ចឹងមកតិចត្រឡប់មកក្រោយមកយើងមើលកន្លែងនេះអញ្ចឹងវីដេអូរបស់យើងគឺក្នុងមេរៀននេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាគ្រូនឹងយល់ហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់អញ្ចឹងជួបគ្នានៅវីដេអូបន្តសូមអរគុណ